ព្រះអង្គធ្វើបែបនេះពិតជាមិនសមហេតុផលនោះទេក្នុងដៃរបស់ទូបង្គំមានកងទ័ពចំនួន200,000ឲ្យទៅទូបង្គំនិយាយមួយម៉ាត់កងទ័ព200,000នៅមកដល់ទីនេះភ្លាមខ្លាំធំលោកឯងហ៊ានមែនទេអើយពុកអាតាកញ្ចាឯងហ៊ានស្រែកលោឡាចំពោះមុខជាងផងសុំបីតែស្ដេចបៃម៉ាក៏ខ្លាចជាងដែរខ្លាចយើងដែរទេអាយអាយដល់ខ្លាំងជើងសួរតែខ្លាចយើងដែរទេខ្លាចអីយ៉ាពុកយ៉ាងម៉េចហើយពុកឆេងហ្វុងឯងពិតជាឈួតមែនហើយគាត់គឺជាស្ដេចសៀនយ៉ាងណាក៏គាត់ធ្លាប់មានគុណសម្បត្តិដែរគុណសម្បត្តិខ្មោចយកស្អីពេលដែលទៅក្នុងសមរភូមិនោះគឺមានតែយើងហើយនឹងព្រះអង្គម្ចាស់ទេតើពួកឯងជាស្អីទៅព្រះអង្គឆេងហ្វុងសម្លាប់មនុស្សចំពោះមុខព្រះអង្គថែមទាំងបាញ់ឪពុករបស់ទូបង្គំទៀតតាមច្បាប់ដាស៊ីងគួរតែប្រហារជីវិតផ្នែករបស់យើងអត់តាន់ពិការទេសៀនណាន់តាគឺជាអ្នកគម្រាមយើងមុនហើយមានបំណងចង់បះបោរទៀតបើកុំតែបានឆេងហ្វុងជាអ្នកជួយនោះម្លេះពួកឯងដណ្ដើមរាជបល្ល័ង្ករបស់យើងបាត់ទៅហើយឆេងហ្វុងអាចង្រៃឯងក៏បានចិត្តខ្លាំងពេកទោះបីជាព្រះរាជានៅពីក្រោយខ្នងឯងក៏ដោយអាចង្រៃឯងយើងគុំជូរហើយឯងពិតជាឈួតពេកហើយឆាប់ចាប់វាទៅឲ្យលឿនឡើងឬមួយនាងក៏ចង់ស៊ីមកគ្រាប់កំភ្លើងដែរនាងនេះប្រកាសនិយាយអាក្រក់ណាបងស្រីជនក្បត់ទាំងអស់នេះគួរតែឲ្យឆេញហ្វុងជាអ្នកសម្រេចចិត្តទៅយើងអនុញ្ញាតអាយ៉ាព្រះអង្គម្ចាស់នេះព្រះអង្គម្ចាស់ចង់ឲ្យគេសម្លាប់មន្ត្រីទាំងអស់នៅក្នុងសាលនេះមែនទេសូម្បីតែទូបង្គំដែរត្រូវដែរទេរឿងអីក៏អាចដោះស្រាយគ្នាបានដែរមិនចាំបាច់ប្រើធម៌ក្តៅបែបនេះទៅវិញព្រះអង្គម្ចាស់ការពិតទៅយើងក៏ចង់ដោះស្រាយតាមសម្រួលដែរប៉ុន្តែដោយសារតែពួកអស់ឯងនេះបង្កបញ្ហាម្ដងហើយម្ដងទៀតជាពិសេសគឺកូនស្រីរបស់ឯងឯងឈួតហើយឯងថាយើងឈួតមែនទេពិតមែនហើយជាងគឺជាមនុស្សឈួតប៉ុន្តែហេតុអីបានជាមនុស្សឈួតម្នាក់នេះព្រះអង្គទុកចិត្តឲ្យយើងកាត់ទោសទៅកាន់ពួកឯងឈួតដែរតែឈួតមិនធម្មតាបានមិនអីទេធ្វើឲ្យឆេងហ្វុងនិយាយចាស់ព្រះអង្គម្ចាស់កុំធ្វើបែបនោះអីបើប្រគុណលើវាច្បាស់ជាមានបញ្ហាហើយអញ្ចឹងគឺចាប់ផ្ដើមពីឯងមុនគឺពួកឯងហើយនឹងពីរអ្នកឪពុកកូននឹងបន្ទាប់មកឪពុកកូនខាងស្រីខាងនេះពួកឯងយកទៅកាត់ក្បាលទៅព្រះអង្គទូបង្គំខុសហើយកុំសម្លាប់ទូបង្គំអីព្រះអង្គទូបង្គំខុសហើយកុំសម្លាប់ទូបង្គំអីឆេងហ្វុងដោះស្រាយហើយទិញ ABC មកកេះមកឆេងហ្វុងអន្តរិជាហើយនឹងមន្ត្រីខាប់តោកឲ្យលោកជាអ្នកសម្រេចចុះឆេងហ្វុងយល់ថាពួកយើងមកលបន់តែមួយកុំសម្លាប់ខ្ញុំអីខ្ញុំសុកចិត្តធ្វើជាអ្នកបម្រើឯងក៏បានដែរសុំតែឯងកុំសម្លាប់យើងបានហើយបានដែរទេខ្ញុំក៏ដូចគ្នាចុះបើសិនជាយើងទុកឯងនោះថ្ងៃក្រោយឯងបកខំយើងទៀតគិតយ៉ាងម៉េចបើអញ្ចឹងជំរះស្មៃជំរះទាំងរឹសទេព្រះអង្គកុំនិយាយដណ្ដើមអញ្ចឹងណាឆេងហ្វុងបើឯងអាចទុកជីវិតយើងបានយើងក៏អាចជួយឯងបានដែរព្រះអង្គម្ចាស់ចុះអាលោកម្ចាស់ខាប់នេះខ្ញុំទុកប្រាសិនចំណែកព្រះអង្គយាននោះគាត់មានទោសមិនដល់ស្លាប់នោះទេដូច្នេះបញ្ជូនត្រង់ទៅកាន់នគរបៃម៉ាវិញប៉ុន្តែនៅក្រោមអំណាចរបស់ពួកយើងតាមមើលទៅគេមិនហ៊ានក្បត់ទេធ្វើតាមកំណត់របស់លោកចាស់ខ្ញុំមិនថាអីទេណាបានហើយអរគុណអាយដល់អរគុណច្រើនវាយដល់ស្ងៀមចាំទៅថ្ងៃនេះសង្គ្រាមមួយនេះត្រូវបានបញ្ចប់យើងហត់ណាលោកទៅវិញចាស់ឈប់សិននៅរឿងមួយទៀតណាជាអីគេទៅហើយត្រង់ភ្លេចមែនគេអីហ្នឹងថាមែនច្បាស់ជាភ្លេចរឿងអភិសេកជាមួយនឹងទូបង្គំនោះត្រង់ចង់ភ្លេចតាមប៉ារឿងទាំងអស់នេះគួរតែគ្មានតែស្គាល់ទេថ្ងៃហ្នឹងតែម្ដងទៅពិតបើណាកូនប្រុសរៀបចំថ្ងៃហ្នឹងត្មងទៅពិតមែនហើយហ្វេនអ្នកមើលទាំងអស់គ្នាថ្ងៃនេះជាថ្ងៃការរបស់ខ្ញុំកុំភ្លេចចង់ដៃផងអ្វីដែលសំខាន់គឺបានការជាមួយនឹងព្រះរាជាដូចជាឆាប់ពេកដឹងអីមិនឆាប់ទេរៀបការថ្ងៃហ្នឹងតែម្ដងគឺមានសុភមង្គលទ្វេដងសុភមង្គលទ្វេដងជាអ្វីទេព្រះអង្គម្ចាស់មួយមុខមួយនៅព្រះនាងមួយទៀតមនុស្សលុបលន់អាយ៉ាថាលុបលន់ផងខ្ញុំយកហ្វេនប្រុសធ្វើជាសាកសីពេលនោះព្រះនាងនិយាយថាឲ្យតែកញ្ចាប់តបបៃម៉ាបានព្រះនាងរៀបការជាមួយនឹងទូបង្គំយើងយល់ព្រមឲ្យតែលោកពេញចិត្តគឺយើងធ្វើតាមលោកទាំងអស់យើងរៀបការថ្ងៃនេះតែម្ដងពេញសៀវឯងតែប្រកាសប្រាប់គេទៅណាត្រង់គិតឲ្យបានច្បាស់ប្រមែម្ចាស់មិនបាច់គិតច្រើនទេអ្វីដែលនាងត្រូវគិតរៀបចំទុកទិញវិជាមកឲ្យទៅចាបងស្រីយើងទាំងពីរនាក់គឺដូចជាត្រូវគេបង្ខំពេកហីអ្វីដែលស្រាញ់និយាយគឺជាការពិតណែភ្លេចធ្វើតាមទម្លាប់ទម្លាប់អរគុណព្រះអង្គម្ចាស់អរគុណព្រះអង្គម្ចាស់អរគុណព្រះអង្គម្ចាស់អរគុណអើយបានស៊ីកាយពេលនេះអើយណែអត់ដែលលបងឈីអបធូដៃតិចទៅខែនេះរមសើបានចងការតិចបានហើយគ្រាន់តែបើស្ដីគេ7 8រូងហើយដូចតែគ្នាទេសូម្បីតែលោកសេនាប្រមុខមឹងក៏ដូចតែគ្នាដែរដូច្នេះត្រូវតែចងដៃឲ្យបានច្រើនមិនថាអញ្ចឹងអីត្រូវតែចងដៃឲ្យបានច្រើនច្រើនក៏បានដែរប្រពន្ធសំឡាញ់
ប្រពន្ធសំឡាញ់បងសុំថើបមួយមកអាយ៉ាសំមើមុខបន្តិចមកណែហើយមិនបានទៅជាប្រនាង ចាំម៉េចឃើញខ្ញុំបងខកចិត្តទេ អត់ទេ បើអញ្ចឹងពេលនេះបងឆាប់ជ្រើសរើសទៅរវាងខ្ញុំនិងព្រះអង្គម្ចាស់ អូនក៏ស្អាតព្រះអង្គក៏ស្អាត យកទាំងអស់ហេលុបលុនពេកចា បងប្រាប់អូនចោះអូនពិតជាសំណាងហើយដែលបានលោកប្តីដូចជាបងអញ្ចឹង មិនចេះខ្មាស់គេមែន តែខ្មាស់ណាស់និយាយអញ្ចឹងព្រះអង្គនៅណាហ៎ព្រះអង្គនៅណា ផែនការរបស់បងបរាជ័យហើយណាស្ដាយណាស់មែនទេដែលមិនបានជួបបងស្រីខ្ញុំមក ឈើថ្ងៃនេះគឺត្រូវតែខាត់ក៏ត្រូវតែជួបដែរព្រះអង្គម្ចាស់អូន ត្រង់ចាញ់ទៅយូរហើយមិនបាច់ហៅទេប្រយ័ត្ន ប ផ្អើ តុ ល ម គេទៅ កាយ យក ស ណា នៅណាអាណាបតុមកាយសពលៈសិលវងមកហើយ អឺ បតុមកាយសហើយអូនទៅណាហើយមិនក៏មិនចេញមកអញ្ចឹង ឆេងហ្វុងពិតជាអាចកសាងដាស៊ីងនៅក្នុងអនាគតពិភពរបស់លោកបានមែនទេ ពិតជាមែនហើយមិននិយាយកុហកនោះទេ ល្អណាស់បើអញ្ចឹងសូមលោកនិយាយផែនការចេញមកណា ផែនការមែនទេ ហើយធ្វើមិនទៅចាស់ ដូចជានៅក្នុងនេះណែ ហា ច្រឡំហល់ចូលអានឹងស្រោមតាណែសំទោសនៅនេះ មានរបស់នេះគឺពិតជាអស្ចារ្យណាស់ ពិតជាត្រឹមត្រូវហើយ មិនថាជានគរមួយណាទេគឺលោកពិតជាអាចជួយខ្ញុំបានទាំងអស់មែនអត់ គឺជួយបានទាំងអស់នឹងផែនការបានសរសេរនៅក្នុងនេះទាំងអស់ហើយ សំតោគឺលោកមិនតាន់បានផ្សំដំណេកដល់ឡើយទេហើយបាននិយាយពីរឿងស្នេហាលោកហើយនឹងខ្ញុំគឺខ្ញុំមិនមាននោះទេហើយបើទោះជាលោកក៏ជាអ្នកអស្ចារ្យម្នាក់ក៏ចាប់បេះដូងរបស់ខ្ញុំមិនចប់ដែរណា ហើយចំបើចាប់មិនបានមានតែ3យកតែម្ដងទៅ3យកតែម្ដងទៅទៅណានឹងសិតតសាច់អត់ពួកឯងមានដឹងទេថាឈិញហ្វុងហើយនឹងលយុខាប់បាត់ខ្លួនរយៈពេលច្រើនខែហើយថ្មីនេះគេបានថតរូបជាមួយនឹងស្រីស្អាតម្នាក់ត្រូវហើយរូបរាងរបស់នាងពិតជាស្រស់ស្អាតខ្លាំងណាស់ស្អាតជាងតារាទៅទៀតបើនិយាយពីសាច់របស់នាងសឡើងទលុកទលុនអូយបើតាមយើងដឹងឈិញហ្វុងអត់លើកជាច្រើនឆ្នាំមកហើយមិនសមណាមានស្រីស្អាតតាមស្រឡាញ់អញ្ចឹងទេពួកឯងឈប់គិតទៅបើសិនជាឆ្ងល់ហើយយើងទៅមើលផ្ទះរបស់វាទៅខ្លាចឃើញវានៅផ្ទះអាចស្រួលអានោះវាសង្កត់លេងហ្គេមនៅក្នុងផ្ទះត្រូវហើយចរិតរបស់វាមិនសូវចេញទៅណាទេដូច្នេះយើងទៅមើលវានៅផ្ទះទៅល្អតោះទៅថ្ងៃហ្នឹងតែម្ដងតោះល្អចឹងចេញដំណើរទៅមកតោះជីហ្វុងសិភៅអីចេះសិភៅប្រវត្តិសាស្ត្រប្រាណាប៉ាលីតាណែអីមើអាយ៉ាហើយពួកយើងឆ្លងភពមកកាន់ភពបុរាណមែនទេហើយប៉ាត់បែរហើយភពបុរាណអស់ទាស់តែម្ដងហើយពីនេះណែឈិញហ្វុងនៅណាទៅហើយទៅរកឈិញហ្វុងសិនទៅហើយមកថាអញ្ចឹងត្រូវហើយឈិញហ្វុងបើតាមតែយើងគិតគឺច្បាស់ជានៅមួយជួននេះហើយប៉ុន្តែគ្រាន់តែថាយើងមិនដឹងថាវានៅម្ដុំណាទេដូច្នេះទៅស្វែងរកវាត្រូវហើយប៉ុន្តែវាមិនដឹងនៅណាទេរកវាសិនទៅចាំនិយាយគ្នាត្រូវពួកឯងជិតណាស្លៀកពាក់ចម្លែកបែបនេះចាប់ញាត់ចុះក្នុងគុកទៅម្ដងទៅ